សូមអនុញ្ញាតគ្រប់ជិតសួរទៅដល់អ៊ំគណៈធិបតីសូមគ្រប់ជិតសួរទៅដល់លោកអ៊ំលោកពូនិមីងជាតំណាងវិធានសហគមន៍សូមគ្រប់ជិតសួរទៅដល់បងខាងតំណាងអង្គការក៏ដូចជាខាងក្រុមហ៊ុនក៏សូមគ្រប់ជិតសួរទៅដល់អង្គសមាជិកដែលចូលរួមកម្មវិធីនេះទាំងមូលបាទជាដំបូងនេះខ្ញុំបាទសញ្ញុយសូមជម្រាបជូនផងដែរថាក្រុមហ៊ុនតាំងហ៊ូ Agriculture ជាក្រុមហ៊ុនមួយដែលនាំចូលនិងចែកចាយជីកសិកម្មបាទក្រុមហ៊ុនតាំងហ៊ូ Agriculture យើងសប្តាហ៍មានផលិតផលជីគ្រាប់ចំនួន2មុខជីម្សៅចំនួន2មុខហើយនិងជីទឹកចំនួន6មុខបាទអញ្ចឹងជីគ្រាប់បាទជីគ្រាប់យើងមានឈ្មោះថាជីសញ្ញាកុកទេពបាទជីសញ្ញាកុកទេពនេះគឺមានរូបមន្តស្រាយសមុទ្រចំនួន 5% បូកជាមួយនឹង NPK 1233បូកជាមួយសារធាតុសរីរាង្គរហូតដល់ 35% បាទអញ្ចឹងជីសញ្ញាកុកទេពយើងនេះមានសារធាតុ NPK ដែលជាសារធាតុចម្បងមួយក្នុងការជំរុញឲ្យដំណាំលូតលាស់បានល្អក្នុងនោះក៏យើងមាននៅសារធាតុស្រាយសមុទ្រដែលយើងនិយមលើថ្ងៃគេតែងតែយកមកប្រើប្រាស់ទៅលើមនុស្សដែលថាមានខូស៊ីស្វីសូរីណាជាដើមចឹងសារធាតុស្រាយសមុទ្រនេះគឺជាសារធាតុមួយពិសេសសំខាន់ជួយទៅបន្សាបជាតិពុលបើថាយើងមនុស្សយើងប្រើប្រាស់វាច្រើនគាត់ប្រើប្រាស់ដើម្បីបន្សាបជាតិពុលមិនដេញជាតិពុលនៅក្នុងខ្លួនគាត់បាទជាអាហារមួយរូបធម្មដើម្បីបំពេញបន្ថែមនៅតម្រូវការរបស់បន្ទាប់ពីចំណីអាហារដែលគាត់ហូបចុកប្រថ្ងៃមិនខុសពីផលិតផលទាំងនោះទេផលិតផលជីសញ្ញាកុកទេពដែលផ្សំចេញពីសារាយសមុទ្រនេះក៏ជាផលិតផលមួយពិសេសបែបនោះដែរយើងប្រើប្រាស់លើថ្ងៃយើងប្រើប្រាស់ទៅលើដីយើងដឹងថាជីគីមីអសរីរាង្គវាផ្សំតែជាសារធាតុជំរុញការលូតលាស់ដល់ដំណាំតែមិនបានរក្សានូវគុណភាពដីទេអញ្ចឹងការស្រូបយកសារធាតុក្នុងដីមួយឆ្នាំទៅមួយឆ្នាំអាសារធាតុចិញ្ចឹមបម្រុងនៅក្នុងដីនោះចិត្តតែបាត់បង់ទៅកសិករគិតតែទៅលើកថាយូរទៅកើនតែជីអត់កើនផលអញ្ចឹងបានជាអ៊ំមួយចំនួនថាធ្វើដំណាំកសិកម្មយូរទៅបោះបង់លេងចង់ធ្វើអញ្ចឹងដើម្បីដើរស្រោបតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក៏ដូចជាចូលរួមជាមួយនឹងក្រសួងកសិកម្មក្នុងការកាត់បន្ថយនៅការប្រើប្រាស់ជីគីមីអសរីរាង្គក្រុមហ៊ុនតាំងហ៊ូដែលនាំចូលនិងចែកចាយផលិតផលជីសញ្ញាកុកទេពរបស់យើងដែលនាំចូលជីគ្រាប់បាទជីគ្រាប់នេះគឺទម្ងន់របស់វាក្នុងមួយបេ50គីឡូក្រាមហើយឃើញខ្ញុំដាក់ដបអញ្ចឹងមិនមែនដាក់ដបលក់ដោយខូស៊ីទេបាទគឺទម្ងន់មួយបេគឺ50គីឡូក្រាមតែនេះជាគំរូមួយបាទហើយរូបមន្តពិសេសរបស់គឺស្រាយសមុទ្រនឹងជួយបន្សាបជាតិពុលជាតិពុលនៅក្នុងដីជាតិលោហៈសារធាតុលោហៈធ្ងន់ដែលធ្វើឲ្យបាត់បង់ជីវៈចម្រុះក៏ដូចជាអតិសកម្មប្រាណក្នុងដីជួយរក្សារំនឹង pH នៅក្នុងដីដែលតែងអង្គពូមីងនិយាយឡើងដីឡើងអាស៊ីតដីនេះរឹងក្តាំងដីនេះគ្មានខ្យល់ដើរទៅរឹងខ្ញុំជឿថាដីនៅតំបន់កំពង់ឆ្នាំងនេះដីតំបន់មួយចំនួនដើរទៅអត់ស្លោះទេលើកលែងតែដីជប់តំបន់មាត់ទន្លេព្រោះតំបន់នេះជប់នៅលបាយខ្សាច់ច្រើនហើយលបាយខ្សាច់ខាងលើហើយដីគេហៅស្មោលលក្ខណៈដូចបាយក្រៀមនៅខាងក្រោមបាទអញ្ចឹងការប្រើប្រាស់បរិមាណជីក៏ច្រើនដែរតាមតំបន់បាទអញ្ចឹងជីសញ្ញាកុកទេពយើងនេះមានសារធាតុចិញ្ចឹមក្នុងការជំរុញការលូតលាស់នៅបង្កើនផលហើយថែមទាំងរក្សានៅសារធាតុសរីរាង្គក្នុងដីជួយឲ្យដីយើងសម្បូរអតិសកម្មប្រាណឡើងវិញដែលអង្គពូមីងថាប្រើជីយូរទៅបាត់ចន្លេនអស់លីងនឹងបាត់តាណាបាទដោយសារតែរំនឹង pH ក៏ដូចជាសារធាតុពុលនឹងឯងធ្វើឲ្យបាត់បង់នៅជីវៈចម្រុះដែលមានប្រយោជន៍នៅក្នុងដីរបស់យើងហើយនៅក្នុងនោះដែរយើងមានសារធាតុ OM សារធាតុ OM នេះជួយរក្សាធ្វើឲ្យចរន្តដីរក្សារចនាសម្ព័ន្ធដីឲ្យមានខ្យល់អ៊ុសែនបានល្អដែលធ្វើឲ្យដីយើងផុសធូរបាទអញ្ចឹងមនុស្សក៏ដូចរុក្ខជាតិដែររុក្ខជាតិក៏ដូចមនុស្សដែរមានតែសត្វត្រូវការបាក់បង្ហើរដើម្បីធ្វើរីកស្មៃសំយោគដើម្បីផលិតចំណីអាហារដូចគ្នាបាទអញ្ចឹងជីរបស់យើងពិសេសណាស់ហើយជីគ្រាប់របស់យើងបានសាក់នៅសហគមន៍ទឹកហូតបាទគិតយកទៅប្រើប្រាស់ដំណាំខ្ទឹមឃើញថាខែទៅជាខែក្តៅប៉ុណ្ណាផលិតផលយើងកាត់បន្ថយជីរហូតដល់50% នេះគិតជីប្រើគិតប្រើធម្មតា
ហើយនឹងប្រើប្រាស់ជីក្របរបស់យើងតែទិន្នផលយើងអ្នកភាសានៅដដែលបាទប្រពន្ធនឹងខ្ទឹមរបស់គាត់អញ្ចឹងរហូតដល់គាត់ទទួលស្គាល់ថាទោះក្តៅដែលគាត់ប្រើប្រាស់ប្រៀបធៀបជាមួយនឹងជីគីមីការប្រើប្រាស់ជីក្របសញ្ញាកុទេរបស់យើងនៅតែលូតលាស់ល្អហើយទទួលបានផលល្អអញ្ចឹងគាត់ទទួលស្គាល់បាទនឹងជាក់ស្ដែងក្នុងការប្រើប្រាស់របស់សហគមន៍បាទបន្តមកទៀតយើងមានផលិតផលមួយទៀតគេហៅថាជីក្របបាទជីក្របពីរ3ដើមបាទយើងនិយាយទៅប្រៀបធៀបថាជីសញ្ញាកុទេបមានលេខរៀង NPK 2 3ដើមបូកជាមួយនឹងអាមីណូអាស៊ីដរហូតដល់ 10% បូកជាមួយ OM ឬក៏សារធាតុសរីរាង្គរហូតដល់ 55% បាទបើយើងប្រៀបធៀបទៅគឺដូចជីកែងគ្រាប់របស់យើងដែលថា15សំទោស15 3ដើមហ្នឹងគឺដូចគ្នាអញ្ចឹងជំរុញទាំងការលូតលាស់រក្សាបំបន់ដីដែលយើងលើដំណាំដែរយើងអត់ប្រើការបូមពលិចទឹកមានថាជួយរក្សាសម្ដីដីបានយូរធន់នឹងបំរែបំរួលអាកាសធាតុដោយអាកាសធាតុក្តៅហើយយើងភាគច្រើនប្រើគីមីហើយមានទឹកគ្រប់គ្រាន់ភាគច្រើនដំណាំរបស់នឹងខ្លោចស្លឹកបាទបន្តមកទៀតយើងមានផលិតផលជីទឹកបាទជីទឹករបស់យើងគេហៅថាស៊ីវីតបែតិចហ្នឹងគឺជាពពួកសារ៉ៃសមុទ្រដូចគ្នាបាទតែជាផលិតផលទឹកដែលជំរុញដល់ការលូតលាស់ពពួកដំណាំស្រូវធ្វើឲ្យស្រូវលូតលាស់ល្អធន់នឹងបំរែបំរួលអាកាសធាតុហើយមួយទៀតក៏វាជួយបណ្ដេញដល់ពពួកសត្វល្អិតចង្រៃដែលតែលំពូមីងគេថាជាភ្នាក់ងារឬក៏ថ្នាំពុលបែបវិទ្យាសាស្ត្របាទយើងបានដាក់បញ្ចូលនៅក្នុងសារធាតុជីរបស់យើងដើម្បីជួយបណ្ដេញពពួកសត្វល្អិតដូចជាពពួកទ្រីបហ្នឹងដំណាំស្រូវភាគច្រើនតូចហ្នឹងគឺយើងប្រើទៅឃើញថាមានប្រសិទ្ធភាពរហូតដល់ 85% ក្នុងការបណ្ដេញសត្វល្អិតបាទអញ្ចឹងបណ្ដេញអត់មានដូចសម្រាប់ទេបាទបន្ទាប់មកទៀតយើងមានជីក្របសំទុះជីទឹកស្រែសមុទ្រជំនួយរឹសរបស់យើងស្រែសមុទ្រជំនួយរឹសនេះទាក់ទងនឹងដំណាំភាគច្រើនដែលគាត់មានបញ្ហាទៅលើប្រព័ន្ធរឹសកាលណាទៅប្រព័ន្ធរឹសមានបញ្ហាហើយការស្រូបសារធាតុចិញ្ចឹមពីក្នុងដីគ្រប់គ្រងឲ្យទៅដើមដងរបស់ដំណាំលូតលាស់មិនសូវល្អទេអញ្ចឹងយើងប្រើប្រាស់ស្រែសមុទ្រជំនួយរឹសរបស់យើងនេះធ្វើឲ្យរសចេញល្អហើយធន់នឹងជំងឺបាទអញ្ចឹងពូមីងតែងតែធ្លាប់ឮថាជី15កែងរបស់គ្រាប់តែយើងមានជី15កែងបាទ15កែងដូចគ្នាជីប្រភេទទឹកដែលយើងប្រើប្រាស់ទៅពួកលើដំណាំជំរុញនឹងការលូតលាស់និងវាបង្កើនផលបាទអញ្ចឹងផលិតផលជីរបស់យើងនេះ15នេះយើងប្រើពីច្រើនត្រូវលើដំណាំដែលយើងយកផ្លែហើយនឹងយកមើមត្រូវច្រាមបាទអញ្ចឹងបន្តមកទៀតយើងមានពពួកជីទឹកអាមីណូអាស៊ីដនេះវាជំរុញដល់ការលូតលាស់បាទទាំងវគ្គលូតលាស់ហើយនឹងវគ្គបង្កើនផលដំណាំភាគច្រើនដូចជាពពួកបន្លែបាទបន្លែទាំងបន្លែយកស្លឹកទាំងបន្លែយកផ្លែគឺយើងប្រើប្រាស់ទៅត្រូវបាទអញ្ចឹងនៅក្នុងនេះវាមានខាងទឹកភពហើយជាមានស្វាយខុសដៅហើយនឹងចន្ទីស្គាល់កាល់ស្យូមបូរ៉ុនបាទយើងក៏មានជីទឹកកាល់ស្យូមបូរ៉ុនដែរបាទនឹងប្រើទៅលើសប្តាហ៍ថ្ងៃពីមុនឡើយយើងប្រើប្រាស់ទៅលើដំណាំតែហូបផ្លែទេតែរាល់ថ្ងៃនេះកាល់ស្យូមបូរ៉ុនយើងអាចប្រើលើដំណាំស្រូវបានព្រោះវាមានសារធាតុរំញោចជួយឲ្យដាក់កគូមានថាដាក់គ្រាប់ចំនួនគ្រាប់និងចំនួនស្មៃច្រើនហើយធ្វើឲ្យប្រវែងកគូរបស់ស្រូវវែងល្អអញ្ចឹងកាល់ស្យូមបូរ៉ុននេះគេរាល់ថ្ងៃគេប្រើនៅវិគេហៅថាកគូឬក៏ផើងតូចបាទលើដំណាំស្រូវអញ្ចឹងមួយទៀតធ្វើឲ្យដំណាំស្រូវយើងភាគច្រើននៅអាកាសធាតុចុះត្រជាក់អញ្ចឹងការលូតលាស់ឬក៏ការធ្វើស្មៃសម្រូបរបស់ដំណាំហ្នឹងគឺអត់សូវបានល្អទេអញ្ចឹងយើងប្រើប្រាស់គឺកាល់ស្យូមបូរ៉ុននេះដើម្បីធន់អាកាសធាតុបាទបន្តមកទៀតយើងមានជីទឹកស្រែសមុទ្រជីតុសានរបស់យើងនេះយើងប្រើទៅបើពូមីងស្គាល់ត្រីកូដូម៉ានេះលើសសិទ្ធិភាពលើសពីត្រីកូដូម៉ាព្រោះនឹងផ្សំចេញពីពពួកបាក់តេរីរស់មានប្រយោជន៍ដែលវាជាភ្នាក់ងារជាវិសាស្ត្រប្រឆាំងនឹងជំងឺដែលបង្កឡើងដោយពពួកផ្សិតនិងបាក់តេរីបាទអញ្ចឹងជីតុសានរបស់យើងនេះទី1ទាំងប្រឆាំងនឹងជំងឺនិងមេរោគនៅក្នុងដីជួយបន្សាបជាតិពុលក្នុងដីហើយជំរុញការលូតលាស់បាទអញ្ចឹងផលិតផលជីរបស់យើងមកដល់ថ្ងៃនេះចំពោះខេត្តកំពង់ឆ្នាំងរបស់យើងនេះថាអាចជាជំហានមួយដែលយើងទឹកតែថាចូលមិនទាន់ក្តៅល្អបើសិនជាយើងដែលចូលយូរណាស់មកហើយរយៈពេល2ឆ្នាំនេះយើងមកទៅខាងកើតទន្លេពីកំពង់ធំរហូតដល់តាកែវបាទបើនៅខាងកោះកុងហើយនឹងកំពតគឺដំណាំចម្ការអញ្ចឹងគិតទទួលស្គាល់ខេត្តអីយើងដើរបែបហ្នឹងព្រោះ
អ្នកខាងកើតទន្លេភាគច្រើនគាត់យកជាការដាំដុះរបស់គាត់លើដំណាំស្រូវគឺចេកទេសតាមវៀតណាមអញ្ចឹងតាមវៀតណាមគឺការប្រើប្រាស់ជីគ្រាប់របស់គាត់គឺចំនួនច្រើនអញ្ចឹងតំបន់នោះអ្នកជាមធ្យមអ្នកថាសំរុំប្រជាសំរុំដីគេគាត់នៅល្អគាត់ប្រើបរិមាណជីគ្រាប់តែ7ទៅ8បីទេនោះជាមធ្យមរបស់គាត់អ្នកដែលប្រើច្រើនរហូតដល់14បី12 14បីជាមធ្យមហើយទិន្នផលប៉ុន្មានតោនតែ6តោនជាង7តោន8តោនមួយដូចកន្លែងអញ្ចឹងហេតុអីគិតប្រើប្រាស់ប្រមាណជីច្រើនអាចនឹងគុណក្នុងតំបន់នេះ1គុណនឹង2ខ្ញុំជឿថាអញ្ចឹងព្រោះតំបន់ភាគខាងលិចនេះដែលកន្លងមុនអ្នកដែលប្រើច្រើនត្រឹមតែ6ឬ7បីហ្នឹងច្រើននៅតំបន់យើងទៅដងផ្លូវជាតិលេខ5ទៅទាំងក្រៅបើមានជាសំណួរជាចម្ងល់ទាក់ទងនឹងការបច្ចេកទេសផ្សេងអាចសួរបានអញ្ចឹងជាក្រុមក្រោយខ្ញុំសូមអរគុណច្រើន